ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសូណាល់ហើយថ្ងៃនេះយើងនិយាយអំពីគោលការណ៍សំខាន់ទី4ដែលធ្វើឲ្យផ្ទះតិចកម្មមួយមានឱកាសជោគជ័យខ្ពស់លើកមុនយើងបាននិយាយអំពីគោលការណ៍សំខាន់3ចំណុចរួចមកហើយគោលការណ៍សំខាន់ទាំងអស់គឺមាន4គោលការណ៍ទី1គឺការជ្រើសរើសតំបន់ឲ្យបានល្អគោលការណ៍ទី2គឺបច្ចេកទេសសង់អគារឲ្យបានត្រឹមត្រូវគោលការណ៍ទី3គឺការបំពាក់ឧបករណ៍និងចាប់ឈើឲ្យបានត្រឹមត្រូវរីឯចំណុចសំខាន់ទី4ដែលមិនអាចខ្វះបានដូចគ្នាគឺបច្ចេកទេសនៃការថែទាំផ្ទះព្រោះផ្ទះតិចកម្មមួយយើងមិនអាចនៅពេលដែលរៀបចំបានត្រឹមត្រូវហើយយើងបើកសំឡេងហើយយើងទុកចោលបានទេអញ្ចឹងយើងត្រូវមានបច្ចេកទេសយើងត្រូវមានការយកចិត្តទុកដាក់មើលថែទាំផ្ទះតិចកម្មរបស់យើងទើបយើងមានឱកាសទទួលបានលទ្ធផលល្អប្រហែលជាពេលខ្លះបងប្អូនអាចធ្លាប់ឮសូរពាក្យដែលគេនិយាយថាធ្វើផ្ទះតិចកម្មងាយស្រួលធ្វើផ្ទះតិចកម្មរួចហើយចាក់តែសំឡេងទៅ2-3ខែចាំតែមើលម្ដងឬក៏មួយខែតែមើលម្ដងទៅបានតែ2-3ឆ្នាំក្រោយយើងនឹងទទួលបានផលហើយយើងបេះសបុកលក់បានរាល់ខែប្រៀបដូចមានម៉ាស៊ីន ATM មួយប្រៀបដូចជាមានទូ ATM មួយដែលសម្រាប់បើកលុយឲ្យយើងប្រចាំខែអញ្ចឹងប៉ុន្តែធៀបពិតទៅការនិយាយបែបនេះវាមិនមែនជារឿងដែលត្រឹមត្រូវនោះទេបើសិនជាអ្នកណាប្រាប់បងប្អូនបែបនោះមានន័យថាគាត់កុហកបងប្អូនហើយព្រោះការងារអីមួយក៏ដោយវាទាមទារឲ្យយើងមានការតស៊ូព្យាយាមយកចិត្តទុកដាក់ជាពិសេសនៅពេលដែលផ្ទះតិចកម្មរបស់យើងទៅតែធ្វើឲ្យថ្មីភ្លាមហ្នឹងយើងអត់អាចប្រឡែងដៃអត់ទៅមើលថែបានទេព្រោះយើងមិនដឹងថាផ្ទះនេះវាមានបញ្ហាអីខ្លះអត់អញ្ចឹងយើងត្រូវបើសិនជាជួបបញ្ហាអីគឺយើងត្រូវដោះស្រាយភ្លាមយើងមិនអាចទុកផ្ទះនឹងចោលហើយអង្គុយចាំទទួលផលទេផ្ទះតិចកម្មដែលតែធ្វើឲ្យថ្មីប្រៀបដូចជាការមើលថែកូនងាដែលតែមិនកើតអញ្ចឹងបើសិនជាឆ្លងកាត់រយៈពេលត្រឹម1ឆ្នាំ2ឆ្នាំវាទទួលបានលទ្ធផលខ្លះហើយសត្វចាប់ដើមនៅបានត្រឹម2-3,000សត្វអីហើយអាហ្នឹងគឺយើងអាចចាប់ដើមបធូរដៃការមើលថែបានខ្លះហើយប៉ុន្តែគ្រាន់តែថាបធូរដៃទេមិនមែនប្រឡែងដៃចោលហើយមិនមើលថែជីសេះលែងដៃហើយចាំទទួលបានលទ្ធផលគឺអត់បានទេការនិយាយបែបហ្នឹងគឺជាការកុហកបងប្អូនទាំងអស់គ្នាហើយដើម្បីលបួងឲ្យបងប្អូនទាំងអស់គ្នាទៅធ្វើផ្ទះតិចកម្មតែធៀបប៉ັດគឺវាមិនមែនបែបហ្នឹងទេការដែលយើងចង់បានផលពីផ្ទះតិចកម្មយើងត្រូវតែយកចិត្តទុកដាក់យើងត្រូវតែតស៊ូព្យាយាមមើលថែផ្ទះតិចកម្មរបស់យើងតាមដានរាល់សកម្មភាពដូចជាចំណុចដែលខ្វះខាតឬក៏ចំណុចឧបសគ្គអីដែលយើងជួបនេះយើងត្រូវតែដោះស្រាយបញ្ហាទាំងអស់ហ្នឹងទើបយើងមានឱកាសទទួលបានលទ្ធផលល្អហើយឥឡូវយើងចូលដល់ប្រធានបទរបស់យើងវិញថាតើបច្ចេកទេសនៃការថែទាំផ្ទះតិចកម្មនោះវាមានចំណុចសំខាន់ប្រមាណខ្លះជាចំណុចសំខាន់ដែលយើងត្រូវមើលថែផ្ទះតិចកម្មខ្ញុំបានធ្លាប់និយាយរឿយដែរហើយប៉ុន្តែប្រហែលជាបងប្អូនស្ដាប់មិនទាន់ឬក៏មិនបានចាប់អារម្មណ៍តាក់ទងនឹងចំណុចទាំងអស់ហ្នឹងហើយថ្ងៃនេះខ្ញុំនឹងនិយាយម្ដងទៀតអញ្ចឹងបច្ចេកទេសនៃការថែទាំនោះមានតែប្រមាណចំណុចឯរាល់ពេលដែលយើងចូលទៅក្នុងផ្ទះតិចកម្មភ្លាមយើងត្រូវមើលមុនគេបំផុតគឺបន្ទប់ម៉ាស៊ីនរបស់យើងអញ្ចឹងបន្ទប់ម៉ាស៊ីនរបស់យើងនេះវាដំណើរការអស់អត់ព្រោះបន្ទប់ម៉ាស៊ីននេះគឺជាខួរក្បាលនៃផ្ទះតិចកម្មហើយអញ្ចឹងបន្ទប់ម៉ាស៊ីនរបស់យើងវាដំណើរការម៉ាស៊ីនចាក់សំឡេងវាដំណើរការកាមេរ៉ាវាដំណើរការម៉ាស៊ីនបាញ់ទឹកអីស្រួលបួលអស់អត់បន្ទាប់ពីយើងពិនិត្យទៅលើឧបករណ៍នឹងថាឥឡូវនៅក្នុងផ្ទះតិចកម្មរបស់យើងនឹងដំណើរការរួចរាល់អស់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺយើងចូលទៅមើលនៅខាងក្នុងផ្ទះអញ្ចឹងដល់ពេលដែលយើងចូលទៅមើលនៅក្នុងផ្ទះយើងពិនិត្យមើលជាក់ស្ដែងទៀតថាតើសំឡេងអីហ្គុយឬក៏ម៉ាស៊ីនបាញ់ទឹកឬក៏កាមេរ៉ាទាំងអស់នោះសុទ្ធតែដំណើរការបានស្រួលបួលអត់បន្ទាប់មកទៀតអ្វីដែលយើងត្រូវពិនិត្យថាតើផ្ទះរបស់យើងនេះមានសីតុណ្ហភាពសមស្របទៅនឹងលក្ខខណ្ឌដែលសត្វតិចកម្មចូលចិត្តនៅអត់សំណើមគ្រប់គ្រាន់អត់ខ្យល់ស្ទើរខ្យល់ឬក៏ខ្យល់ខ្លាំងពេកព្រោះផ្ទះតិចកម្មវាត្រូវការត្រជាក់វាត្រូវការល្ងិតប៉ុន្តែវាអត់ត្រូវការខ្យល់ខ្លាំងទេវាចូលចិត្តត្រជាក់ប៉ុន្តែវាចូលចិត្តត្រជាក់បែបលក្ខណៈហប់ដូចយើងបែកញើសតិចដូចលក្ខណៈនៅក្នុងរូងភ្នំអញ្ចឹងព្រោះធម្មជាតិពីកំណើតរបស់វាមកនៅពេលដែលយើងមិនទាន់ធ្វើផ្ទះឲ្យវានៅក្នុងរូងភ្នំព្រោះខ្យល់វាប្រែប្រួលទៅតាមរដូវកាលអញ្ចឹងបើសិនជារដូវរំហើយអញ្ចឹងខ្យល់ខ្លាំងពេកអញ្ចឹងយើងយកអីទៅបិទសយោឬក៏បិទកន្លែងដែលខ្យល់ហូរចូលក្នុងផ្ទះយើងខ្លះទៅនៅពេលផុតរដូវរំហើយយើងបើកវាមកធម្មតាវិញអញ្ចឹងនេះគឺជាចំណុចទី1ចូលដល់ចំណុចទី2យើងចាប់ផ្ដើមមើលថាតើវាមានសត្វរំខាននៅក្នុងផ្ទះតិចកម្មរបស់យើងអត់អញ្ចឹងបើសិនជាយើងឃើញមានសត្វងាប់នៅក្នុងផ្ទះតិចកម្មរបស់យើងតែយើងត្រូវពិនិត្យមើលទៀតថាតើសត្វងាប់នឹងវាងាប់ដោយធម្មតាមានដាច់ស្លាបដាច់ក្បាលអត់
បើសិនជាវាងាប់ធម្មតាអានឹងអត់អីទេតែបើសិនជាវាងាប់មានដាច់ក្បាលមានដាច់ស្លាបអានឹងមានន័យថាអាចមានសត្វរំខានចូលទៅក្នុងផ្ទះតិចកម្មរបស់យើងខំតិចកម្មរបស់យើងអានឹងក៏ជាចំណុចមួយដែលធ្វើឲ្យផ្ទះតិចកម្មរបស់យើងអត់កើនសត្វដែរអញ្ចឹងយើងត្រូវពិនិត្យមើលថាតើសត្វតិចកម្មរបស់យើងនឹងងាប់នឹងវាងាប់តិចឬក៏ច្រើនងាប់តាមរបៀបបែបណាហើយយើងត្រូវប៉ាន់ស្មានទៀតថាតើមានសត្វអីចូលមកខំតិចកម្មរបស់យើងអញ្ចឹងបើសិនជាយើងដឹងថាផ្ទះតិចកម្មរបស់យើងមានសត្វនេះសត្វនោះចូលមករំខានយើងត្រូវរកមធ្យោបាយដោះស្រាយចាប់សត្វនឹងឬក៏កម្ចាត់សត្វនឹងភ្លាមតែបើសិនជាសត្វងាប់បែបធម្មតាអានឹងអត់អីទេបន្ទាប់មកទៀតអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតយើងត្រូវដើរពិនិត្យមើលថាតើកំណើនសត្វរបស់យើងមានការកើនអត់អញ្ចឹងកំណើនសត្វដែលយើងត្រូវមើលគឺយើងត្រូវមើលទៅលើដំបូងបំផុតគឺអាចសត្វព្រោះផ្ទះថ្មីគឺយើងត្រូវមើលទៅលើអាចហើយវាអត់ទាន់មានជាសបុកអីច្រើនទេអញ្ចឹងយើងត្រូវមើលថាតើអាចសត្វតិចកម្មរបស់យើងវាមានកំណើនអត់បើធៀបទៅនឹងខែមុនអញ្ចឹងអានឹងគឺជាចំណុចសំខាន់ដូចគ្នាបន្ទាប់ពីយើងដើរមើលចំណុចទាំងប្រមាណដែលខ្ញុំបានរៀបរាប់នឹងហើយអស់ហើយយើងត្រូវចាប់ដើមមើលទៅលើក្លិនតើផ្ទះតិចកម្មរបស់យើងមានក្លិនបែបតិចកម្មបែបផ្ទះតិចកម្មដែលជោគជ័យខ្លាំងអត់ផ្ទះតិចកម្មដែលជោគជ័យខ្លាំងវាមានលក្ខណៈឈួលតិចអញ្ចឹងយើងត្រូវពិនិត្យទៅលើក្លិនផ្ទះតិចកម្មរបស់យើងថាវាសាបមានន័យថាបើវាសាបឆឹងអត់មានក្លិនអីសោះអានឹងក៏ការតាក់ទាញសត្វរបស់យើងអត់សូវមានកំណើនដែរអញ្ចឹងយើងត្រូវប្រើក្លិនដើម្បីតាក់ទាញសត្វហើយការប្រើក្លិនដើម្បីតាក់ទាញសត្វហ្នឹងមិនមានប៉ះពាល់សុខភាពអីទេពួកខ្ញុំធ្វើផ្ទះតិចកម្មរយៈពេលតាំងពីឆ្នាំ2009មកទល់ឥឡូវវា15-16ឆ្នាំហើយតែវាអត់មានប៉ះពាល់សុខភាពអីទេអញ្ចឹងការប្រើក្លិនហ្នឹងយើងមិនមែនក្លិនដាក់ក្លិនឲ្យវាញៀនឲ្យវាអីទេគឺក្លិនហ្នឹងគឺដើម្បីយើងចូលទៅក្នុងផ្ទះតិចកម្មវាមានក្លិនមនុស្សអញ្ចឹងយើងប្រើក្លិនហ្នឹងដើម្បីសម្អាតក្លិនរបស់យើងកុំឲ្យវាជាប់នៅក្នុងផ្ទះតិចកម្មហ្នឹងហើយដើម្បីឲ្យតាក់ទាញសត្វថ្មីដែលចូលមកក្នុងផ្ទះតិចកម្មហ្នឹងហើយបើសិនជាផ្ទះយើងមានកូនសត្វរបស់យើងនឹងចំណាំក្លិននៅពេលដែលយើងប្រើទៅវាចំណាំក្លិនហ្នឹងនៅក្នុងផ្ទះហ្នឹងអញ្ចឹងនៅពេលដែលវាចាប់ដើមរៀនហោះវាទៅផ្ទះគេវាអត់មានក្លិនហ្នឹងអញ្ចឹងវាអាចត្រឡប់មកផ្ទះយើងវិញដោយសារតែវាអត់មានក្លិនហ្នឹងនៅផ្ទះគេអញ្ចឹងការប្រើក្លិនគឺវាមានគុណប្រយោជន៍បែបហ្នឹងហើយការដែលអ្នកខ្លះគាត់អត់ហ៊ានទិញក្លិនយកទៅដាក់ដោយសារតែគាត់គិតថាក្លិនហ្នឹងវាថ្លៃតែបែរជាគាត់និយាយថាការប្រើក្លិនហ្នឹងទៅជាគេមិនទិញសបុកទៅជាស្អីណានោះវិញអញ្ចឹងទៅហើយខ្ញុំគិតថាការនិយាយបែបហ្នឹងវាអត់មានទំនងសោះហើយអញ្ចឹងសម្រាប់ផ្ទះតិចកម្មមួយឱកាសនៃការតាក់ទាញសត្វវាមានប្រមាណចំណុចនឹងឯងនៅក្នុងហ្នឹងវាមានការប្រើក្លិនមួយដែរក៏ជាចំណុចសំខាន់នៅក្នុងការតាក់ទាញសត្វដែរអញ្ចឹងការប្រើក្លិនបើសម្រាប់ខ្ញុំគិតថាវាសំខាន់ណាស់ផ្ទះដែលខ្ញុំធ្វើទាំងប្រមាណទាំងអស់ទាំងផ្ទះចាស់ទាំងផ្ទះថ្មីទឹមតែបើកសំឡេងឬក៏ផ្ទះខ្លះបេះបានមួយខែ20-30 គីឡូក៏យើងនៅតែប្រើក្លិនហ្នឹងដើម្បីតាក់ទាញសត្វដែរព្រោះកាលដែលយើងធ្វើដំបូងផ្ទះរបស់យើងអត់មានសត្វសូម្បីតែមួយក្បាលគឺយើងប្រើសំឡេងដើម្បីអូសទាញសត្វឲ្យចូលមកនៅក្នុងផ្ទះរបស់យើងហើយយើងប្រើក្លិនហ្នឹងឯងដើម្បីចងចិត្តសត្វដើម្បីឲ្យវានៅក្នុងផ្ទះរបស់យើងឲ្យបានជាប់លាប់អញ្ចឹងបានជាខ្ញុំប្រកាន់គោលការណ៍ថាក្លិនគឺជាចំណុចសំខាន់មួយនៅក្នុងការតាក់ទាញសត្វតិចកម្មដើម្បីឲ្យសត្វតិចកម្មរបស់យើងនៅក្នុងផ្ទះយើងឲ្យបានជាប់លាប់បាទហើយសម្រាប់វីដេអូគោលការណ៍សំខាន់ទី4នៅក្នុងការធ្វើផ្ទះតិចកម្មឲ្យមានឱកាសជោគជ័យខ្ពស់របស់យើងនៅពេលនេះគឺចាប់ត្រឹមប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាពេកទឹកមាត់តិចកម្មខ្មែរយើងក៏មានទទួលសាងសង់ផ្ទះតិចកម្មដែលមានឯកទេសច្បាស់លាស់ដែលយើងធ្វើផ្ទះតិចកម្មតាំងពីឆ្នាំ2009ហើយនឹងសេវាកម្មកែសម្រួលផ្ទះដែលអត់សូវមានសត្វនៅឲ្យទៅជាមានសត្វនៅច្រើនវិញអាចតាក់ទងបានហើយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូនេះហើយសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅនឹងការចិញ្ចឹមតិចកម្មពួកខ្ញុំនឹងព្យាយាមបញ្យល់ឬក៏ចែករំលែកចំណេះដឹងតាក់ទងទៅនឹងការចិញ្ចឹមតិចកម្មទៅកាន់បងប្អូនទាំងអស់គ្នាដោយភាពស្មោះត្រង់អត់កុហកអត់លាក់លៀមឬក៏អត់លបួងទេខ្ញុំដឹងមិនខ្ញុំនិយាយចឹងអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នា